ចាជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាចាយើងតែងតែជួបគ្នារៀងរាល់រាត្រីចាជួបជាមួយនឹងពេលវេលាដែលយើងអានសៀវភៅមុនចូលគេងចារាត្រីនេះយើងនឹងលើកយកសៀវភៅគ្រប់គ្រងខ្លួនឯងចាដែលជាស្នាដៃនិពន្ធរបស់អ្នកនិពន្ធ Peter Drucker ចាប្រែសម្រួលដោយលោក Lam Lim ចាមកអានបន្តទៀតដោយយើងអានដល់អត្ថបទទី3ចាដែលមានចំណងជើងថាតើគុណតម្លៃរបស់ខ្ញុំជាអ្វីចាយើងអានបានមួយវគ្គហើយឥឡូវនេះយើងអានបន្តទៀតចាគោលការណ៍ទាំងពីរនេះបានបង្ហាញពីទំនាស់ផ្ទុយគ្នាទាំងស្រុងហើយនេះមិនមែនជាចំនួនគោលនយោបាយទេតែជាចំនួនផ្នែកគុណតម្លៃចំនួនផ្នែកគុណតម្លៃនេះឆ្លុះបញ្ចាំងពីទស្សនៈទានខុសគ្នាអំពីទំនាក់ទំនងរវាងស្ថាប័ននិងបុគ្គលិកអំពីកាតព្វកិច្ចរបស់ស្ថាប័នចំពោះបុគ្គលិកចានិងការរីកចម្រើនរបស់បុគ្គលិករួមទាំងអំពីការរួមចំណែកសំខាន់របស់បុគ្គលិកចំពោះស្ថាប័នបន្ទាប់ពីប្រឈមមុខនឹងការខកចិត្តអស់រយៈពេលជាច្រើនឆ្នាំអ្នកគ្រប់គ្រងធនធានមនុស្សឆ្នើមរូបនេះបានសម្រេចចិត្តលាឈប់ពីការងារទោះបីជាត្រូវបាត់បង់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរយ៉ាងណាក្តីការលាឈប់ពីការងារនេះគឺដោយសារតែគុណតម្លៃផ្ទាល់ខ្លួនរបស់នាងមិនអាចស្របគ្នាជាមួយនឹងគុណតម្លៃក្រុមហ៊ុនបានឡើយឬស្រដៀងនឹងករណីខាងលើនេះចំពោះក្រុមហ៊ុនផលិតឱសថការសម្រេចចិត្តថាតើត្រូវសម្រេចបានលទ្ធផលអាជីវកម្មតាមរយៈការកែលម្អបន្តិចបន្តួចជាញឹកញាប់ឬតាមរយៈការកែច្នៃប្រឌិតថ្មីជាលក្ខណៈបំបែកឯកតកម្មដែលទាមទារការវិនិយោគច្រើននិងមានហានិភ័យខ្ពស់ចាយុទ្ធសាស្ត្រទាំងពីរនេះមិនមែនជាបញ្ហាសេដ្ឋកិច្ចសុទ្ធសាធទេព្រោះផលិតផលអាជីវកម្មអាចនឹងប្រហាក់ប្រហែលគ្នាត្បិតមិនបានអនុវត្តយុទ្ធសាស្ត្រណាមួយឡើយតាមពិតទៅស្ថិតនៅត្រង់ទំនាស់រវាងប្រព័ន្ធគុណតម្លៃពីរផ្សេងគ្នាគឺយុទ្ធសាស្ត្រទី1ផ្នែកលើគុណតម្លៃដែលជឿថាការរួមចំណែកសំខាន់របស់ក្រុមហ៊ុនឱសថស្ថិតនៅត្រង់ការជួយដល់វិជ្ជបណ្ឌិតដែលទទួលបានជោគជ័យរួចហើយអាចឲ្យអនុវត្តការងារបានកាន់តែប្រសើរឡើងជាងមុនចា៎រីឯយុទ្ធសាស្ត្រទី2វិញផ្អែកលើគុណតម្លៃដែលផ្ដោតលើការស្រាវជ្រាវវិទ្យាសាស្ត្រធ្វើយ៉ាងណាស្វែងរកការព្យាបាលថ្មីឬដំណោះស្រាយបំបែកឯកតកម្មចា៎ស្រដៀងនឹងករណីខាងលើនេះការសម្រេចចិត្តថាតើសហគ្រាសមួយគួរផ្ដោតសំខាន់លើលទ្ធផលរយៈពេលខ្លីឬករណីរយៈពេលវែងសុទ្ធតែជាបញ្ហាគុណតម្លៃដូចគ្នាអ្នកវិភាគហិរញ្ញវត្ថុប្រហែលជាជឿថាសហគ្រាសអាចសម្រេចបានទាំងពីរយ៉ាងក្នុងពេលដំណើរគ្នាប៉ុន្តែតាមពិតទៅអ្នកជំនួញជោគជ័យរមែងមានការយល់ដឹងស៊ីជម្រៅជាងនេះពិតណាស់គ្រប់សហគ្រាសទាំងអស់ត្រូវតែសម្រេចបានលទ្ធផលអាជីវកម្មរយៈពេលខ្លីប៉ុន្តែនៅពេលមានទំនាស់រវាងលទ្ធផលរយៈពេលខ្លីនិងកំណើនរយៈពេលវែងគឺក្រុមហ៊ុនមួយអាចជ្រើសរើសយកកំណើនរយៈពេលវែងខណៈក្រុមហ៊ុនមួយទៀតអាចជ្រើសរើសយកលទ្ធផលអាជីវកម្មរយៈពេលខ្លីវិញចា៎ជាថ្មីម្ដងទៀតនេះមិនមែនគ្រាន់តែជាទំនាស់ប្រយោជន៍សេដ្ឋកិច្ចប៉ុណ្ណោះទេតែជាទំនាស់គុណតម្លៃដែលតាក់ទងនឹងមុខងាររបស់សហគ្រាសនិងទំនួលខុសត្រូវរបស់គណៈគ្រប់គ្រងនៅសហរដ្ឋអាមេរិកមានព្រះវិហារមួយក្នុងចំណោមព្រះវិហារដែលមានកំណើនល្បឿនបំផុតដែលវាស់ស្ទង់ជោគជ័យផ្អែកលើចំនួនសមាជិកថ្មីព្រះវិហារនេះជឿថាអ្វីដែលសំខាន់បំផុតគឺនាំមនុស្សថ្មីដែលមិនធ្លាប់ចូលព្រះវិហារ
ពីមុនឲ្យចាប់ផ្ដើមចូលរួមនិងមកចូលរួមជាទៀងទាត់ដរាបណាមានសមាជិកគ្រប់គ្រាន់ព្រះនឹងបំពេញនៅតម្រូវការខាងវិញ្ញាណរបស់សមាជិកផ្ទុយទៅវិញព្រះវិហារប្រូតេស្តង់ផ្សាយដំណឹងល្អមួយទៀតបានផ្ដោតសំខាន់លើការចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរបស់ព្រះវិហារជាអតិភិបចា៎ព្រះវិហារនេះថែមទាំងនឹងលុបឈ្មោះសមាជិកថ្មីណាដែលគ្រាន់តែចូលព្រះវិហារតែមិនចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរបស់ព្រះវិហារចេញពីបញ្ជីសមាជិកដោយស្ងាត់ចា៎ជាថ្មីម្ដងទៀតនេះមិនមែនគ្រាន់តែជាបញ្ហាបរិមាណទេចាក្រឡេកមើលភ្លាមព្រះវិហារទី2ហាក់ដូចជាមានកំណើនយឺតជាងតែពិតជារក្សាបាននៅសមាជិកថ្មីក្នុងអត្រាខ្ពស់ជាងព្រះវិហារទី1ចានិយាយម្យ៉ាងទៀតកំណើនរបស់ព្រះវិហារទី2មានលក្ខណៈស្ថិតស្ថេរជាងចាបងប្អូនដោយសារពេលវេលាយើងបានមកដល់ហើយចា6នាទីជាងហើយអញ្ចឹងនាងខ្ញុំក៏សូមខន្តីអភ័យទោសរាល់កំហុសឆ្គងនិងរាល់សម្លេងរំខានចាបងប្អូនហើយរាត្រីនេះនាងខ្ញុំក៏សូមអរគុណសូមជម្រាបលាជួបគ្នានារាត្រីថ្ងៃស្អែកជាបន្តទៀតបាយបាយ